Ba group nâng chìm điệp xuống tới can bục mai bóng bố để chia play mật để đạp thằng ó và cùng một can video thấm mấy chịu mùi thằng sạch cái đường thấm mấy được nông thằng ngày đi vòng đàiហើយសម្រាប់វីដេអូទី1របស់ខ្ញុំបាទនេះគឺខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅស្ដាប់នៅសាច់រឿងមួយដែលនិយាយអំពីលោកតាម្នាក់ដែលគាត់នឹងគឺចេះខាងមន្តអាគមវិជ្ជាអូមអាមខ្លាំងមែនទែនអញ្ចឹងមុននឹងចូលដល់សាច់រឿង admin ក៏សូមចិត្តបងប្អូនជួយចុច Subscribe នៅ Channel ថ្មីរបស់ខ្ញុំបាទផងព្រោះខ្ញុំទើបតែបង្កើតឡើងថ្មីទេដែលនិយាយអំពីមន្តអាគមឬក៏ខ្មោចពីបិសាចទាំងអស់ចឹងដែលលោកតាម្នាក់ហ្នឹងគឺគាត់ជាអ្នកដែលចេះខាងវិជ្ជាអូបអាមខាងភ្លើងអង្កឹតហ្នឹងខ្លាំងមែនតើដែលគាត់ហ្នឹងរស់នៅខាងខេត្តពោធិ៍សាត់ណាហើយសាច់រឿងនេះគឺខ្ញុំទទួលបានពីប្រិមិត្តរបស់យើងម្នាក់ដែលគាត់បាននិយាយអំពីប្រវត្តិរបស់លោកតាហ្នឹងហើយលោកតាហ្នឹងគឺគាត់ជាឈ្មោះថាលោកតាសុកណាហើយលោកតាសុកហ្នឹងគឺគាត់ពីដើមឡើយគឺគាត់ជាមនុស្សដែលចូលចិត្តបង្ក្រាបនៅពពួកខ្មោចអមនុស្សជាច្រើនដែលព្យាយាមធ្វើបាបយាយីដល់ជីវិតរបស់គាត់ណាព្រោះពីការគាត់នៅកន្លោះហ្នឹងគឺតាមមិនដឹងតែភូមិគាត់ថាជាមនុស្សដែលចូលចិត្តទៅណាមកណាតែឯងទេលោកតាសុកហ្នឹងហើយគាត់ហ្នឹងគឺជាមនុស្សដែលរុះរាយខ្លាំងដែរដោយសារតែគាត់ចូលចិត្តបង្រៀនមន្តអាគមឬក៏ចាក់សាក់ឲ្យអ្នកភូមិច្រើនណាតែគាត់ថាវាអត់ចម្លែកទេលោកតាហ្នឹងគឺគាត់ប្រហែលជាគាត់ចង់ជួយសង្គ្រោះអ្នកភូមិឬក៏គាត់ចង់ឲ្យអ្នកភូមិហ្នឹងចេះបល័យគាត់តែគាត់បង្រៀនទៅដើម្បីការពារខ្លួនពីខ្មោចអមនុស្សដែលព្យាយាមលងបន្លាចពួកគាត់ណាអញ្ចឹងកុំឲ្យយូរចូលទៅដល់សាច់រឿងពេញជាមួយនឹង admin ទាំងអស់គ្នាដោយសារតែលោកតាម្នាក់ហ្នឹងគឺគាត់ជាអ្នកដែលចេះមន្តអាគមឬក៏ហៅថាវិជាអូមអាមខ្លាំងណាអញ្ចឹងក៏មានអ្នកដែលចង់ចាញ់ផ្សាគាត់ដែរនៅក្នុងភូមិស្រុកមួយហ្នឹងដោយលោកតាហ្នឹងគាត់បានចូលទៅក្នុងព្រៃជ្រៅណាហើយលោកតាហ្នឹងគាត់កាលនៅពីកន្លោះដូចខ្ញុំនិយាយមិញគឺគាត់ជាអ្នកដែលចេះមន្តអាគមឬក៏ជាគ្រូបង្រៀនដែរហើយក៏ជាអ្នកដែលធ្លាប់បួសរៀននៅក្នុងពុទ្ធសាសនាខ្មែររបស់យើងដែរណាហើយពេលដែលគាត់សឹកមកហ្នឹងគាត់បានធ្វើជាអាចារ្យឬក៏ធ្វើជាគ្រូខ្មែរគ្រូអីចឹងមើលជំងឺមើលអីគេចឹងណាអញ្ចឹងថ្ងៃមួយគាត់បានចូលទៅក្នុងព្រៃតែម្នាក់ឯងទេតែមិនដឹងថាគាត់ហ្នឹងចូលទៅក្នុងព្រៃហ្នឹងគឺមានធុរៈអ្វីទេតាមបណ្ដឹងអ្នកភូមិគាត់តែងតែនិយាយថាលោកតាមហ្នឹងតែងតែស្លៀកពាក់ជាខោអាវហ្នឹងគឺពណ៌អសហើយមានដូចជាថងយាមមានយ័ន្តមានអីតាមខ្លួនអញ្ចឹងហើយពេលដែលគាត់ចូលទៅក្នុងព្រៃភ្នំហ្នឹងគឺមានអ្នកភូមិហ្នឹងគាត់សួរដែរថាលោកតាហ្នឹងអញ្ជើញទៅណាវិញហើយលោកតាក៏បានប្រាប់ថាចៅអើយតាចូលទៅព្រៃបន្តិចមានធុរៈដើម្បីធ្វើណាគាត់និយាយអញ្ចឹងក៏អ្នកភូមិគាត់ឆ្ងល់គាត់ថាលោកតាចូលទៅព្រៃម្នាក់ឯងអញ្ចឹងអត់ខ្លាចទេលោកតាអត់ខ្លាចទេព្រោះតាហ្នឹងមានអាគមការពារខ្លួនហើយអ្នកភូមិគាត់ឆ្ងល់ទៀតហើយលោកតាចេះអាគមអញ្ចឹងលោកតាអាចបង្រៀនខ្ញុំបានទេចៅឯងមិនទាន់ដល់អាយុរៀនទេព្រោះអាគមដែលតាចេះណាមិនចេះតែបង្រៀនប្រេះប្រាស់ទេជួនកាលទៅរៀនទៅវាអាចបែកអាគមឬក៏បែកបល័យអញ្ចឹងទៅអញ្ចឹងចៅឯងចាំធំតិចចាំមករៀនមួយតាហើយក្មេងហ្នឹងទើបតែអាយុ5-10 ឆ្នាំ10ឆ្នាំអីហ្នឹងមកសួរគាត់ណាអញ្ចឹងវាក្មេងខ្ចីពេកគាត់មិនសូវហ៊ានបង្រៀនប្រហែលទេហើយលោកតាហ្នឹងគាត់ចាប់ផ្ដើមចូលទៅក្នុងព្រៃភ្នំហ្នឹងដោយសារតែគាត់មានធុរៈបើដឹងថាគាត់នឹងមានធុរៈអីទេគាត់ចូលទៅដើម្បីតាំងសមាធិឬក៏រកនៅសេចក្តីសុខរបស់គាត់ណាកុំឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងភូមិស្រុកតែគាត់រស់នៅសពថ្ងៃនេះចឹងបងប្អូនដឹងអត់ដោយសារតែលោកតាម្នាក់ហ្នឹងគាត់បានចូលទៅក្នុងព្រៃហើយហ្នឹងគឺគាត់ក្នុងចិត្តរបស់គាត់គឺចូលទៅដើម្បីកម្ចាត់ខ្មោចព្រាយឬក៏ព្រាយខ្លានៅក្នុងព្រៃហ្នឹងណាអញ្ចឹងពេលដែលគាត់ចូលទៅគឺគាត់បានតាំងសមាធិនៅក្រោមដើមឈើមួយដែលនៅមិនឆ្ងាយពីភូមិរបស់អ្នកស្រុកប្រហែលទេដោយអ្នកស្រុកតែងតែនិយាយនៅលើភ្នំហ្នឹងគឺមានព្រាយខ្លាឬក៏អមនុស្សកាចខ្លាំងមែនទែនហើយលោកតាម្នាក់ហ្នឹងគាត់ប្រៀបថាគាត់អាណិតអ្នកភូមិណាមិនចង់ឃើញអ្នកភូមិហ្នឹងរស់នៅទាំងភាពភ័យខ្លាចទេអញ្ចឹងគាត់ក៏បានទៅកម្ចាត់ព្រាយខ្លាហ្នឹងនៅលើភ្នំ
ដោយមានព្រាមព្រៃប្រមាណអ្នកសុំគាត់ទៅតាមដែរណាតែលោកតាមអ្នកហ្នឹងគឺគាត់មិនឲ្យទៅទេគាត់បាននិយាយថាចៅឯងណាបើសិនជាអត់ចេះអាគមឬក៏ចេះបល័យការពារខ្លួនអីទេណាកុំមកតាមតាអសោះព្រោះតាចូលដើម្បីកម្ចាត់ព្រាយទេហើយពួកចៅឯងហ្នឹងឆាប់ត្រឡប់ទៅផ្ទះវិញទៅបើសិនជាចៅឯងមកតាមតាណាចៅឯងណាអត់មានជីវិតត្រឡប់ទៅវិញទេគាត់និយាយទាំងពាក្យសម្ដីផ្អែមល្ហែមខ្លាំងមែនទែនបងប្អូនអញ្ចឹងព្រាមដែលប្រមាញ់សัตว์នៅពេលយប់ដាក់អន្ទាក់សัตว์ដាក់អីហ្នឹងគឺពីមុនមកធ្លាប់ត្រូវព្រាយខ្លាសម្លាប់នៅលើភ្នំមួយហ្នឹងมันក្រោមពី4 10 20នាក់ទេដែលស្លាប់នៅលើភ្នំហ្នឹងណាហើយលោកតាមអ្នកហ្នឹងគាត់ព្យាយាមបង្ក្រាបនៅសត្វព្រាយខ្លាហ្នឹងយ៉ាងស្វិតស្វែងខ្លាំងមែនទែនហើយពេលដែលគាត់ចូលទៅគឺសភាពនៅក្នុងព្រៃហ្នឹងវាគួរឲ្យខ្លាចមែនទែនវាសម្បូរទៅដោយវល្លិរយេតយ៉ោងពេញតែព្រៃបងប្អូនហើយផ្លូវដែលគាត់ដើរហ្នឹងគឺសម្បូរទៅដោយបន្លាពឹសសម្រាប់បងប្អូនដែលគាត់នៅតាមតំបន់ព្រៃភ្នំគាត់ធ្លាប់ជួបហើយនៅរបៀបបន្លាពឹសហ្នឹងគឺពេលដែលមុតទៅគឺហើមជើងមិនស្រួលដល់ថ្នាក់យើងហ្នឹងជើងរបស់យើងហ្នឹងកោខ្ទុះហ្មងគឺជាបាតជាត្រូវកាត់ជើងកាត់អីក៏មានដែរហើយបន្លាពឹសហ្នឹងភាគច្រើនគឺវាដុះនៅតាមចលងជាយភ្នំបងប្អូនហើយយើងដើរមិនស្រួលទេមុតគឺចុកអាក្រក់ណាស់បងប្អូនហើយបងប្អូនណាស្គាល់ជួយខមមិនផងហើយពេលដែលលោកតាមម្នាក់ហ្នឹងគឺគាត់បានដើរតាមផ្លូវហ្នឹងគឺមានបន្លាពឹសច្រើនមែនទែនបើដឹងថាអ្នកណាគេពង្រាយទេហើយគាត់គិតក្នុងចិត្តហើយបន្លាពឹសហ្នឹងគឺមានអ្នកដែលចេះអាគមហ្នឹងគឺចង់ធ្វើបាបគាត់ព្រោះនៅក្នុងភូមិស្រុកហ្នឹងគឺមានអ្នកដែលចេះអាគមហ្នឹងគឺ 4-5 នាក់ដែរតែគាត់មិនសូវត្រូវគ្នាជាមួយនឹងលោកតាមអ្នកហ្នឹងទេដោយសារតែអ្នកដែលចេះអាគមហ្នឹងគឺគាត់ចិញ្ចឹមព្រាយហ្នឹងគឺបានន័យថាចិញ្ចឹមពួកខ្មោចអមនុស្សហ្នឹងដើម្បីធ្វើជាមុខរបររស់ស៊ីអញ្ចឹងណាអញ្ចឹងលោកតាសុកហ្នឹងគាត់ហាក់បីដូចជាមិនពេញចិត្តនៅទង្វើហ្នឹងទេគាត់ក៏មិនសូវត្រូវគ្នាអីជាមួយនឹងគ្រូមន្តអាគមដែលនៅក្នុងភូមិមួយគ្នាដែរហើយផ្ទះរបស់គាត់ណាគាត់នៅតែម្នាក់ឯងទេបងប្អូនដោយសារតែសាច់ញាតិឬក៏ប្រពន្ធកូនរបស់គាត់ហ្នឹងគឺបានស្លាប់ចោលហើយដោយគាត់ហ្នឹងគឺនៅតែឯងនៅក្នុងខ្ទមមួយហ្នឹងហើយគ្រូមន្តអាគមដែលចេះវិជាខាងផ្លូវអាងឹតណាគាត់ធ្លាប់សារលោកតាម្នាក់ហ្នឹងដែរដោយគាត់ប្រើសេះហៅថាសេះអាគមរបស់គាត់ហ្នឹងជាគោជាក្របីអញ្ចឹងទៅជាមនុស្សដែលលើខ្លួនហ្នឹងគឺមានយ័ន្តណាអញ្ចឹងគាត់ប្រើកូនចៅរបស់គាត់ហ្នឹងមកបង្ក្រាបលោកតាសុកហ្នឹងដល់ផ្ទះបងប្អូនតែមិនអាចធ្វើអ្វីតាសុកនឹងបានទេដោយសារតែជុំវិញផ្ទះរបស់គាត់គឺហុំព័ទ្ធទៅដោយសីមាហៅថាសីមាបល័យការពារខ្លួនខ្លាំងណាហើយសัตว์ចិញ្ចឹមរបស់គាត់ដែលគាត់ប្រើមកហ្នឹងពួកដែលគ្រូមន្តអាគមចង់ធ្វើបាបគាត់ហ្នឹងគ្រាន់តែប៉ះសីមាគាត់ភ្លាមបងប្អូនឆេះដល់លាយហ្មងអញ្ចឹងមិនได้ថាគាត់ប៉ះបានទេតាហ្នឹងអញ្ចឹងគឺគ្រូមន្តអាគមហ្នឹងគឺគាត់រកវិធីសាស្ត្រឲ្យដើម្បីកម្ចាត់លោកតាម្នាក់ហ្នឹងចេញពីភូមិហ្មងព្រោះគាត់វាថាគាត់ចិញ្ចឹមពួកអមនុស្សច្រើនពេកអញ្ចឹងគឺវាហាក់បីដូចជាឲ្យអ្នកភូមិហ្នឹងគឺជួបហានិភ័យខ្លាំងព្រោះស្រែចម្ការរបស់គាត់គឺគាត់ដាំអីអត់បានទេងាប់អស់ហើយមិនដឹងថាមូលហេតុអីទេប្រហែលជាត្រូវទំនាយអ្វីផ្សេងមួយបងប្អូនវាហាក់បីដូចជាដាំអីអត់បានអំណោយផលទេក្នុងភូមិស្រុកមួយហ្នឹងពេលដែលគាត់បានបង្ក្រាបសត្វខ្លាឬក៏ហៅថាព្រាយខ្លាឬក៏អមនុស្សនៅលើភ្នំហ្នឹងដោយសារតែគាត់គឺមានគោលបំណងចង់បង្ក្រាបពពួកហ្នឹងហ្មងព្រោះពីមុនមកកាលពីចំនួនខ្មែរបរមរានយើងមកបងប្អូនគឺមានពួកអមនុស្សហ្នឹងគឺវាមកចូលលុកលុយនៅក្នុងភូមិអ្នកស្រុកហ្នឹងដោយសត្វចិញ្ចឹមរបស់គាត់ហ្នឹងត្រូវស្លាប់ដោយសារតែពួកអមនុស្សហ្នឹងគឺវាខំសម្លាប់ណាហើយមួយទៀតគឺមានហៅថាពួកព្រាយខ្លាហ្នឹងគឺសពថ្ងៃក៏នៅតែមានដែរបងប្អូននៅតាមតំបន់ព្រៃភ្នំក៏ប៉ុន្តែពួកហ្នឹងវាឲ្យយើងឃើញទេដោយសារតែវាជារឿងអាចកំបាំងមនុស្សយើងគឺមិនអាចដឹងនៅហៅថាអត្តសញ្ញាណរបស់ពួកហ្នឹងដែលវាលាក់ខ្លួនបានចិត្តល្អ
ហើយពួកព្រីខ្លានេះទីសោតវារកស៊ីតែពេលយប់ទេពេលថ្ងៃគឺវាលាក់ខ្លួននៅក្នុងលអាងជ្រៅមនុស្សសាមញ្ញធម្មតាហ្នឹងគឺមិនអាចរកនៅពួកព្រីខ្លានឹងឃើញបានទេហើយអ្វីដែលលោកតាគាត់ធ្វើគឺដោយសារតែគាត់ចង់មកក្រាបសត្វខ្លានឹងហ្មងណានៅពេលនោះបងប្អូននៅក្នុងតំបន់ព្រៃភ្នំហ្នឹងគឺសម្បូរទៅដោយខ្មោចអមនុស្សច្រើនពេកគាត់ក៏បានសូត្រមន្តគាថាប្រកួតដែលជាមន្តអាគមការពារខ្លួនហ្នឹងគាត់ក៏បានបំណំដៃហើយគាត់សូត្រពេលដែលសូត្រសុកបងប្អូននឹងមានឮសំឡេងមនុស្សស្រីម្នាក់ហើយមនុស្សស្រីហ្នឹងគឺមិនមែនជាខ្មោចទេគឺជាព្រីខ្លាដែលប្រែកាឡាខ្លួនជាមនុស្សស្រីចង់ឲ្យវាថាតាក់ទាញលោកតាហ្នឹងឲ្យឆ្លក់វង្វេងទៅលើសម្រស់របស់គេអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តដើរលេងបោះតង់អីហ្នឹងពេលដែលយប់ឡើងឮសំឡេងមនុស្សស្រីតាមតំបន់ព្រៃភ្នំណាបាច់ចាំឆ្ងល់ទេបងប្អូនមានណាទេគឺមានតែពួកហ្នឹងហើយពួកព្រីខ្លាហ្នឹងវាអាចប្រែកាឡាខ្លួនជាមនុស្សស្រីឬក៏ជាប្រសងទុដងអីហ្នឹងគឺប្រែកាឡាបានទាំងអស់ហើយបងប្អូនឆ្ងល់ថាហេតុអ្វីបានជាពួកហ្នឹងវាអាចប្រែកាឡាខ្លួនបានដោយសារតែពួកហ្នឹងវាមានហៅថាអានុភាពខ្លាំងណាយើងអាចពណ៌នាបានទេហើយពេលដែលលោកតាហ្នឹងកំពុងតែបំណំដៃសូត្រសុកលោកតាក៏បានឮសំឡេងមនុស្សស្រីហ្នឹងគឺសែកហៅគាត់មកសែកហៅចំឈ្មោះគាត់ណាលោកតាហៅឡើងធ្នមហ្មងពេលនោះលោកតាកំពុងតែតាំងសមាធិសូត្រនៅធម៌របស់គាត់ក៏បើកភ្នែករបស់គាត់មកហើយលោកតាហ្នឹងគាត់មានដូចហាក់បីដូចជាមានភ្នែកទឹកចឹងបងប្អូនលោកតាសុកហ្នឹងពេលយប់ឡើងតាមអ្នកភូមិដឹងគាត់ថាពេលដែលគាត់តាំងសមាធិគាត់សូត្របល័យការពារខ្លួនគាត់ហ្នឹងភ្នែករបស់គាត់ហ្នឹងស្រាប់តែឡើងពណ៌ខៀវបងប្អូនវាហាក់បីដូចជាមានភ្នែកទឹកចឹងហើយពេលដែលអ្នកភូមិគាត់សួរទៅលោកតាសុកក៏គាត់អត់ឆ្លើយដែរដោយសារតែជារឿងអាត់កំបាំងរបស់គាត់ឆ្លើយអត់បានទេគាត់ក៏លាក់អ្នកភូមិណាអញ្ចឹងពេលនោះមនុស្សស្រីហ្នឹងបានដើរមកកាន់កន្លែងដែលលោកតាគាត់កំពុងតែតាំងសមាធិហើយលោកតាក៏បើកភ្នែកមកក៏បាននិយាយទៅកាន់ព្រីខ្លាមួយហ្នឹងគាត់ក៏បានពោលថាណែនាងព្រីខ្លានាងឯងចង់ទៅណាក៏ទៅបើសិនជាអ្នកឯងមិនចង់ស្លាប់ទេនាងឯងឆាប់ត្រឡប់ទៅសម្បុករបស់អ្នកឯងវិញទៅតែនេះគ្រាន់តែជាសាច់រឿងទេខ្ញុំនិយាយតាមលោកតាទេហើយបងប្អូនឆ្ងល់ថាលោកតានេះចេះសិតតែមុនអាគមមុនអីនិយាយសិតតែនាងអញ្ចឹងមែនទេបងប្អូនដោយសារតែពួកនោះវាជាបិសាចណាមួយវាអត់ចេះស្គាល់អីដូចមនុស្សយើងទេគ្រាន់តែមនុស្សស្រីនឹងបន្លឺនៅពាក្យដែលមិនល្អបងប្អូនហៅថាពាក្យដែលសោះក្រោះមែនតើណាគាត់បានជេរបតិចទៅកាន់លោកតានឹងខ្លាំងមែនតើគាត់ថាលោកតាឯងណាបើសិនជាមិនចង់ស្លាប់ទេលោកតាឯងត្រឡប់ទៅភូមិវិញទៅលោកតាឯងនោះមកកន្លែងខ្ញុំនោះមកមានការអីហើយមកក្នុងគោលបំណងអីគាត់សួរអញ្ចឹងណាព្រីខ្លាហ្នឹងហើយបងប្អូនឆ្ងល់ដែរព្រីខ្លាមិនចេះនិយាយភាសាមនុស្សដូចដែលខ្ញុំនិយាយមិញអញ្ចឹងបងប្អូនពួកហ្នឹងគឺវាអាចធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ឲ្យតែវាចង់ធ្វើឲ្យតែវាចង់និយាយហើយសម្រាប់បងប្អូនខ្លះគាត់នៅតាមតំបន់ព្រៃភ្នំណាគាត់តែងតែជួបរឿងពពួកព្រីខ្លាឬក៏អមនុស្សអីតាមតំបន់ព្រៃភ្នំគាត់ធ្លាប់ជួបច្រើនមិនមែនថាអត់ទេអញ្ចឹងពេលនោះបងប្អូនលោកតាក៏បានយកខ្សែកថារបស់គាត់ដែលបញ្ចុះទៅដោយមន្តគាថាខ្លាំងមែនទែនគាត់បានសូត្រហើយគាត់បានបោះទៅកាន់ស្ត្រីម្នាក់ហ្នឹងណាគ្រាន់តែបោះចំកកផ្លុកបងប្អូនហើយខ្សែកថារបស់គាត់ហ្នឹងគឺលេចចេញជាភ្លើងភ្លាមឆេះសន្ធោសន្ធៅបងប្អូនហើយព្រីខ្លានោះក៏ដល់នៅសេចក្តីក្តៅបងប្អូនហៅថារលាកមកព្រោះភ្លើងឆេះដល់ពេលដែលឆេះចុះជ្រែកឡើងស្រែកបងប្អូនក្តៅពេកស្រែកអូយអញ្ចឹងណាស្រែកចុះស្រែកឡើងប្រែកាឡាខ្លួនភ្លាមបងប្អូនប្រែកាឡាខ្លួនជារូបរាងដើមវិញរូបរាងដើមនោះបានន័យថាជារូបរាងខ្លាហ្មងធំមែនតើហើយភ្នែករបស់វាណាពណ៌ក្រហម
ហើយខ្លាធម្មតាវាខុសពីព្រីខ្លាបងប្អូនព្រីខ្លាបងប្អូនចំណាំមើលបងប្អូនដែលគាត់ធ្លាប់ជួបណាភ្នែករបស់វាគឺមើលមកយើងគឺមុតមែនតើវាហាក់បីដូចជាចង់ស៊ីសាច់ហត់ឈាមហ្មងណាហើយសម្រាប់ខ្លាធម្មតាគឺភ្នែករបស់វាគឺថ្លាធម្មតាទេហើយខ្លាព្រីខ្លានោះភ្នែករបស់វានៅពេលយប់ពណ៌ឡើងក្រហមហ្មងបងប្អូនមើលទៅប្រៀបដូចជាបីសាច់តែមើលទៅគួរអាក្រក់គួរឲ្យខ្លាចមែនតើណាបងប្អូនវាហាក់បីដូចជាមនុស្សដែលចូលសន្ធិដ្ឋនៅក្នុងព្រីខ្លាហ្នឹងគឺវាធ្វើឲ្យយើងនឹងមានការភ័យខ្លាចកើតឡើងអញ្ចឹងណាលោកតាបែបហ្នឹងក៏បានបង្ក្រាបសត្វព្រីខ្លាមួយហ្នឹងឲ្យស្ដាប់បង្គាប់គាត់មកតែព្រីខ្លាហ្នឹងបន្ទាប់ពីជាប់ខ្សែកថាឬក៏បល័យរបស់លោកតាសុកនឹងហើយណាគឺវាមិនចោះចាញ់ទេវារើតតែដាច់បងប្អូនខ្លាំងមែនតើបងប្អូនលោកតាសុកបល័យប្រកួតចងនៅខ្សែកថាប្រកួតខ្លាំងប៉ុណ្ណឹងហើយណានៅព្រីខ្លាហ្នឹងវាអាចបដាច់ខ្សែកថាប្រកួតបានទៀតខំចុះខំឡើងដាច់ផឹងបងប្អូនរត់ទៅសបុកវាវិញបាត់ឆឹងហើយមិនមានតែមួយក្បាលទេគឺមានច្រើនក្បាលមែនតើនៅលើតំបន់ព្រៃភ្នំមួយហ្នឹងដែលនៅស្រុកភូមិគាត់តែនិយាយហើយតាមតំបន់ព្រៃភ្នំវាសម្បូរណាស់ពួកហ្នឹងក៏ប៉ុន្តែលោកតាគាត់មិនបានទៅផ្ដាច់ផ្ដិលជីវិតចំពោះសត្វព្រីខ្លាហ្នឹងទេហើយគាត់ហ្នឹងទៅដើម្បីមកក្រាបសត្វព្រីខ្លាហ្នឹងកុំឲ្យមានការធ្វើបាបទៅកាន់អ្នកភូមិព្រោះពីមុនមកដូចខ្ញុំនិយាយដើមវីដេអូអញ្ចឹងនៅក្នុងភូមិស្រុករបស់អ្នកភូមិហ្នឹងពេលយប់ឡើងណាគឺបាត់មនុស្សរាល់ថ្ងៃមិនដឹងថាស្អីចាប់ទៅទេហើយពេលព្រលឹមឡើងគាត់ឃើញសណាមជើងខ្លាហ្នឹងដើរចូលក្នុងភូមិមកហើយគាត់សន្និដ្ឋានថាអានេះគឺជាសាសនាដៃរបស់សត្វព្រីខ្លាហើយអញ្ចឹងអត់បានទេទៅប្រាប់ប្រសុកសិនឲ្យគាត់ហ្នឹងបញ្ញាប់មកបង្ក្រាបសត្វព្រីខ្លាហ្នឹងកុំឲ្យវាមានការហៅថាភាពកាចសាហាវនៅក្នុងខ្លួនណាជាបិសាចដែលធ្វើឲ្យអ្នកភូមិហ្នឹងស្លាប់ទាំងអស់ចំនួនមុនអត់បានទេបងប្អូនមុនអាគមខ្មែររបស់យើងគឺខ្លាំងខ្លាសម្បីតែសូត្របល័យការពារខ្លួនក៏មានក្បួនមានຂ្នាតរបស់គេដែរហើយឥឡូវហ្នឹងក៏នៅតែមានដែរក៏ប៉ុន្តែគឺគេមិនសូវបញ្ចេញបានទេបងប្អូនដោយសារតែជារឿងអាត់កំបាំងណាអញ្ចឹងលោកតាហ្នឹងគាត់ចាប់ផ្ដើមបង្ក្រាបសត្វព្រីខ្លាហ្នឹងគឺរយៈពេល7យប់7ថ្ងៃនៅលើភ្នំមួយហ្នឹងដោយគាត់ហ្នឹងបរិភោគឬក៏ហៅថាហូបតែផ្លែឈើហើយក៏ហូបនៅរបស់របរអីទីទួចដែលគាត់បានវិចទៅក្នុងថង់យាមរបស់គាត់ណាហើយពេលនេះគាត់ចាប់ផ្ដើមមានអារម្មណ៍ថានៅលើភ្នំហ្នឹងគឺសម្បូរបិសាចច្រើនសម្បូរព្រាយណាហើយលោកតាហ្នឹងគាត់ចាប់ផ្ដើមរាយសីមាកន្លែងដែលគាត់តាំងសមាធិបងប្អូនរាយសីមាហ្នឹងគឺដើម្បីការពារពីពួកសត្វសាហាវសត្វសាហាវគឺបានន័យថាជាពួកហៅថាពស់វែកតាមតំបន់ព្រៃភ្នំបងប្អូនពស់វែកតានាមពស់វែកដបោកពស់វែកកបិយហ្នឹងធំណាស់បងប្អូនមិនមែនទូចទេហើយជួនកាលហ្នឹងបងប្អូនខ្លះគាត់ទៅប្រមាញ់ពស់ហ្នឹងតាមតំបន់ព្រៃភ្នំគាត់ថាប៉ះចំពស់ថាពស់អ្នកតាអញ្ចឹងទៅគឺអត់បានទេបងប្អូនរឿងយើងដល់គ្រួសារយើងហ្មងណាអត់បានទេកុំប៉ះពាល់អសោះបងប្អូនតាមតំបន់ព្រៃភ្នំណាអញ្ចឹងអ្វីដែលលោកតាគាត់បានហាម5ទៅកាន់អ្នកភូមិគឺគាត់បាននិយាយថាបើសិនជាចៅទាំងអស់គ្នាឬក៏អ្នកដែលទៅតាមតាណាបើសិនជាអត់ស្ដាប់តាទេជីវិតរបស់ចៅត្រូវស្លាប់នៅក្នុងព្រៃហ្នឹងហើយព្រៃភ្នំមួយហ្នឹងបងប្អូនមនុស្សធម្មតាចូលទៅវែងហ្មងតែលោកតាហ្នឹងគាត់ចូលទៅគាត់អត់វែងទេគឺវាហាក់បីដូចជាពួកព្រាយហ្នឹងវាពង្វាយផ្លូវឲ្យអ្នកភូមិហ្នឹងចូលទៅកន្លែងដែលស្លាប់ហ្មងណាបើមិនត្រូវពោះចឹកឬក៏អត់បាយស្លាប់ហ្មងវែងក្នុងព្រៃណាហើយបងប្អូនខ្លះគាត់ធ្លាប់វែងគាត់ដឹងហើយដើរទៅដើរមកចំកន្លែងអដែលបងប្អូនវាអញ្ចឹងណាបងប្អូនវាអត់ទៀងទេសម្រាប់បងប្អូនខ្លះទៀតគាត់វាថាគាត់ចូលទៅគឺគាត់កាប់ដើមឈើចំណាំអានេះមួយយ៉ាងរបស់គាត់ដែរបងប្អូនគាត់កាប់ដើមឈើចំណាំហ្នឹងដើម្បីកុំឲ្យពង្វេងនៅក្នុងព្រៃហ្នឹង
ហើយចឹងបកមករឿងនេះវិញទៅពេលដែលលោកតាហ្នឹងគាត់បានរីសីមាហើយសារហ្នឹងគាត់អត់សម្រាកនៅខាងក្រោមដើមឈើទេគឺគាត់បានធ្វើជាទំនើមួយដើម្បីសម្រាកព្រោះចាស់ពីខ្មែរបរមបុរាណយើងមកគាត់តែងតែធ្វើជាទំនើសម្រាកនៅខាងលើព្រោះតែយើងដេកនៅខាងក្រោមពេលដែលយប់ឡើងណាគឺយើងអត់ដឹងថាមានស្អីមករុំខ្លួនយើងទេធម្មតាបងប្អូនមនុស្សយើងពេលដែលដេកលក់ណាយើងអត់ដឹងថាមានរឿងអីកើតឡើងទេអញ្ចឹងជួនកាលអាចមានជាពស់ឬក៏ជាសត្វអ្វីផ្សេងដែលព្យាយាមចង់សម្លាប់យើងអត់ដឹងខ្លួនទេអញ្ចឹងគឺការពារខ្ពស់ខ្លាំងមែនទែនបងប្អូនហើយលោកតាហ្នឹងគាត់ចាប់ផ្ដើមរាយសីមាគាត់រាយពេលថ្ងៃបងប្អូនមិនរាយពេលយប់ទេដោយសីមារបស់គាត់ហ្នឹងគឺគាត់បានបញ្ចុះមន្តអាគមឬក៏បល័យអីអស់ហើយពេលយប់ឡើងមកមែនបងប្អូនសត្វព្រីខ្លាដែលគាត់បង្ក្រាបនៅយប់ទី1ហ្នឹងបានទៅហៅគ្នាវាមកណាអញ្ចឹងវាគុំលោកតាសុកហ្នឹងមែនទេហើយអ្នកភូមិដែលគាត់ជាគ្រូមន្តអាគមនៅក្នុងភូមិហ្នឹងគាត់ក៏ដឹងថាលោកតាហ្នឹងគាត់នៅលើភ្នំដែរគាត់ថាចាំមើលតានឹងខ្លាំងប៉ុណ្ណាអាចបង្ក្រាបពួកខ្មោចព្រីខ្លានឹងបានអត់ចាំមើលតានឹងមើលពួកអ្នកភូមិហ្នឹងគាត់ចង់ចាញ់តាហ្នឹងណាបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមនៅយប់ទី2ហ្នឹងពួកព្រីខ្លាហ្នឹងវាអាចហៅប្រមូលគ្នាវាមកហៅបាក់ពួកគ្នាវាមកណាហើយមិនតិចក្បាលទេបងប្អូនវាចូល4 10 20ក្បាលតែជាសិតសឹងតែជាពួកព្រីខ្លាកំពូលហ្មងណាហៅថាជាអ្នកដែលប្រមាញ់ខ្លាំងហ្មងអញ្ចឹងលោកតាគាត់បានសម្រាកមួយផ្លែតដូចថាគាត់សម្រានមួយផ្លែតគាត់ដោយសារតែគាត់ពេលថ្ងៃគាត់អស់កម្លាំងណាគាត់សម្រាកមួយផ្លែតគាត់ចាប់ផ្ដើមក្រោកពីសម្រាកវិញគាត់បើកភ្នែកមកប្រហែលជាម៉ោង10យប់ម៉ោង10យប់បងប្អូននឹងស្រាប់ហើយនៅក្នុងព្រៃវាអត់សូវមានពន្លឺអីភ្លឺខ្លាំងវាងងឹតសូនឈឹងហ្មងមើលគ្នាអត់ឃើញទេអញ្ចឹងពេលនោះគាត់បានដុតភ្លើងឬក៏ដុតភ្នក់នៅលើតនើរបស់គាត់ហ្នឹងដោយគាត់មានប្រដាប់ប្រាទុកការពារខ្លួនដែរហើយពេលដែលគាត់បើកភ្នែកឡើងគាត់ឃើញពពួកសត្វព្រីខ្លាហ្នឹងគឺប្រែកាឡាជាអ្នកភូមិមួយក្រុមធំកាន់ភ្លើងគប់កាន់អីមកណាដល់ពេលដែលមកដល់កន្លែងគាត់អ្នកភូមិក៏បានហៅទៅកាន់លោកតាសុកហ្នឹងគាត់ថាលោកតាអើយជប់ប្រឡប់ឲ្យចុះមកនៅក្នុងធ្វើអីបញ្ចូលភូមិមកក្នុងព្រៃហ្នឹងវាអត់មានសុវត្ថិភាពទេអញ្ចឹងលោកតាគាត់ចាប់ផ្ដើមដឹងហ្មងគាត់ញញឹមក្នុងចិត្តណាគាត់ថាដល់ព្រីខ្លានេះវាចង់បំភាន់ភ្នែកឯងមិនវាថាឯងហ្នឹងអត់ដឹងថាវាព្រាយយ៉ាងម៉េចគាត់គិតក្នុងចិត្តណាតែគាត់មិនមែនអំនួតទេគាត់តែគាត់គិតក្នុងចិត្តធម្មតាអញ្ចឹងណាបងប្អូនអញ្ចឹងពេលនោះគាត់បានដឹងថាអ្នកភូមិទាំងប្រមាណដូចជា4 10 20អ្នកហ្នឹងគឺជាពួកព្រីខ្លាដែលវាប្រមូលផ្ដុំពួកវាមកហ្នឹងដើម្បីសម្លាប់លោកតាហ្នឹងកុំឲ្យចូលទៅក្នុងដែនដីរបស់វាណាព្រោះដែនដីនីមួយខណ្ឌចែកទៅដោយពួកខ្មោចអមនុស្សអញ្ចឹងពួកនោះវាកាន់ខាងនោះពួកនេះវាកាន់ខាងនេះអញ្ចឹងទៅវាចែកដែនដីគ្នាហើយពេលខ្លះមនុស្សយើងពេលដែលទៅដើរលេងបោះតង់ណាបងប្អូនតែលេងបោះតង់យើងអត់ដឹងថាប៉ះចំដែនដីកន្លែងណារបស់គេកន្លែងដែលគេរស់នៅបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមនិយាយទៅកាន់អ្នកភូមិទាំងប្រមាណអ្នកដែលសត្វព្រីខ្លានេះវាប្រែកាឡាខ្លួនណាគាត់ថាបើសិនជាពួកអ្នកឯងនេះប្រែកាឡាខ្លួនជាសត្វខ្លាទៅប្រហែលជាតានឹងអាចលើកលែងឲ្យបានហើយពួកអ្នកឯងហ្នឹងគឺតាមកាពិតមិនមែនអ្នកភូមិទេគឺជាពួកព្រីខ្លាហ្នឹងហើយតែជាបិសាចនៅក្នុងព្រៃអ្នកឯងហ្នឹងកុំស្មានតែខ្ញុំអត់ដឹងទេពួកអ្នកឯងហ្នឹងប្រែកាឡាខ្លួនទេបើអាចនិមិត្តខ្លួនជារូបរាងដើមមកពេលនោះបងប្អូនអ្នកភូមិទាំងប្រមាណអ្នកហ្នឹងដែលជាសត្វព្រីខ្លាហ្នឹងបាននិយាយថាហេលោកតាមិននិយាយចឹង
ខ្ញុំមកនេះមកក្នុងគោលបំណងល្អទេហើយលោកតាមកចោទថាខ្ញុំជាព្រាយខ្លាលោកតាច្រឡំឬក៏លោកតាថាឲ្យខ្ញុំលោកតាគាត់អត់និយាយអីទេគាត់អត់មាត់មកគេថាគាត់ស្ងាត់មាត់ជ្រាបណាប្រហែលជា4-10នាទីក្រោយមកគាត់ចាប់ផ្ដើមទាញធ្នូឬក៏ស្នារបស់គាត់ហ្នឹងដែលបញ្ចុះទៅដោយមន្តអាគមឬក៏បាលីអីខ្លាំងអញ្ចឹងបងប្អូនគាត់ចាប់ផ្ដើមទាញស្នារបស់គាត់ដូចជាធ្នូអញ្ចឹងគាត់ទាញវឹបគាត់បាញ់ចំមួយបាញ់ចំអ្នកភូមិមួយបឹបបងប្អូនម៉ាំងធ្លាយពោះណាបងប្អូនគ្រាន់តែធ្លាយពោះមួយបងប្អូនប្រែកាឡាខ្លួនជាសត្វខ្លោធំមួយហើយធម្មតាបងប្អូនព្រួញរបស់គាត់ហ្នឹងគឺបើគាត់មិនសោតបល័យឬក៏មន្តអាគមអីទេណាគឺបាញ់អត់ធ្លាយពោះវាទេព្រោះស្បែករបស់វាហ្នឹងគឺស្វិតខ្លាំងមែនទែនវាស្វិតជាងខ្លាធម្មតាណាដើម្បីតែគ្រាប់កំភ្លើងយើងណាបងប្អូនបាញ់ចំវាក៏អត់ងាប់ទេតោះតែបាញ់ចំចំណុចខ្សោយរបស់វាចំភ្នែកហ្នឹងអាហ្នឹងអាចខ្លះបើសិនជាចំខ្លួនអីមិនបាច់ចាំទៅរកវាទេគ្រាប់កំភ្លើងហ្នឹងគ្រាន់តែបាញ់ផាំងឡងភ្លាមបងប្អូនហើយបងប្អូនស្ដាប់ទៅបងប្អូនឆ្ងល់ហើយមិនថាឡងដោយសារតែគ្រាប់កំភ្លើងហ្នឹងគឺជាគ្រាប់ធម្មតាវាមិនមែនជាគ្រាប់បល័យអីបញ្ចុះអីដើម្បីបាញ់ឲ្យសាច់វាធ្លុះទេអញ្ចឹងมันអត់អាចធ្វើអីវាបានទេគ្រាន់តែបាញ់ផាំងទៅគ្រាប់នោះធ្លាក់ទៅដីភ្លុកអញ្ចឹងទៅហើយបងឆ្ងល់ថាស្បែកវាក៏ស្វិតដែរវាធ្វើពីអ្វីវាមានអីការពារខ្លួនតាមក៏ពិតវាមានអានុភាពរបស់វាហៅថាជាអានុភាពហ្នឹងគឺបានន័យថាជារិទ្ធរបស់វាហ្មងបាញ់វាចូលទេហើយលោកតាគាត់បាញ់ត្រូវគ្នាវាមួយហ្នឹងគឺធ្លាយពោះហ្នឹងប្រែកាឡាជាសត្វខ្លាទាំងអស់ហើយសត្វខ្លានោះទៀតសោតគឺវាពេលដែលឃើញគ្នាវាត្រូវរបួសអញ្ចឹងគឺវាចេះជួយគ្នាទៀតបងប្អូនស្រឡាញ់តែចេះជួយគ្នាទៀតណាវាមួយយ៉ាងរបស់គេដែរបងប្អូនហើយលោកតាហ្នឹងគ្រាន់តែឃើញសត្វព្រៃខ្លាហ្នឹងធ្លាយពោះមួយគ្រាន់តែឃើញគ្នាវាជួយបងប្អូនគាត់ប្រងយកសីមាហ្នឹងគ្របទាំងអស់ណាតែគាត់អាណិតគាត់ថាបើសិនជាអ្នកឯងពួកអ្នកឯងព្យាយាមធ្វើបាបអ្នកស្រុកអ្នកភូមិទៀតណាខ្ញុំអត់ទុកជីវិតឲ្យទេហើយរបួសដែលខ្ញុំបានបាញ់ទៅពួកអ្នកឯងនេះវាមិនគ្រោះថ្នាក់អីដល់ជីវិតទេបានន័យថាគាត់បាញ់ហ្នឹងគឺវាអត់ចំបេះដូងទេវាគ្រាន់តែត្រូវចំហៀងណាធ្លាយចំហៀងចឹងយានីចឹងទៅចឹងលោកក្រោយពួកអ្នកឯងបើសិនជាមកទៀតខ្ញុំអត់ទុកជីវិតឲ្យទេគ្រាន់តែគាត់និយាយប៉ុណ្្នឹងបងប្អូននាំគ្នាវារត់ទៅអស់លីងសូម្បីតែគ្នាវាដែលត្រូវរបួសហ្នឹងក៏ប្រែកាឡាខ្លួនជាមនុស្សហ្នឹងរត់ទៅដែរអូសាហាវមែនទេបងប្អូនលោកតាមហ្នឹងគឺហាក់បីដូចជាអាចនិយាយបានថាគាត់កាចក៏មិនកាចស្លូតក៏មិនស្លូតដែរអញ្ចឹងរយៈពេល7យប់7ថ្ងៃដែលគាត់បាននៅក្នុងព្រៃហ្នឹងក្នុងព្រៃភ្នំហ្នឹងគាត់ជួបរឿងហេតុចម្លែកច្រើនណាមានទាំងពួកខ្មោចមានទាំងព្រាយមានទាំងអមនុស្សអសូរកាយកាចពួកយៈពួកអីមកចាញ់គាត់ច្រើនណាលោកតាសុកហ្នឹងប៉ណ្ណឹងថាគាត់ហ្នឹងមានមូលហេតុអីបានពួកហ្នឹងវាស្អប់គាត់ណារួមទាំងមនុស្សនៅក្នុងភូមិនឹងដែរដែលពួកគ្រូមន្តអាគមដែលគាត់ចេះមិនស្មើគាត់ណាគេថាចេះម៉មចេះស្ទើរអញ្ចឹងទៅចង់សាកមួយគាត់ណាវាតែគាត់សាកវិញបងប្អូនគ្រោះថ្នាក់ដល់ជីវិតអត់កើតទេអញ្ចឹងពេលនោះក៏មានព្រះសង្ឃធុដងមួយអង្គដែលលោកបានទៅបដិបត្តិធម៌នៅក្នុងព្រៃនឹងដែរលោកនិមន្តមកក៏បានជួបនឹងលោកតាសុកក៏បានមានសង្ឃដីកាទៅកាន់លោកតាសុកដោយលោកបាននិយាយថាញោមមកពីណាវិញហើយញោមមកក្នុងព្រៃហ្នឹងគឺដើម្បីអ្វីអញ្ចឹងណាគាត់សួរអញ្ចឹងហើយពេលនោះគឺលោកតាសុកគាត់បានប្រាប់ថាកណាមកក្នុងព្រៃហ្នឹងគឺកណាអត់តែបាំងទេកណាមកដើម្បីបង្ក្រាបពពួកសត្វព្រៃខ្លាដែលនៅក្នុងព្រៃហ្នឹងព្យាយាមធ្វើបាបអ្នកស្រុកអ្នកភូមិនឹងខ្លាំងមែនទែនអ្នកគុណហើយអ្នកគុណហ្នឹងយកប្រលប់ឲ្យអ្នកគុណនិមន្តនាវិញហើយអ្នកគុណហ្នឹងមកធ្វើទុកដងនៅនឹងមែនគាត់សួរណាទាំងពាក្យសម្ដីរបស់គាត់ហ្នឹងគឺផ្អែមល្ហែមមែនទែនអញ្ចឹងព្រះសង្ឃទូដងមួយអង្គហ្នឹងក៏បានមានសង្ឃដីកាទៅវិញ
អាត្មានេះមកដើម្បីបដិបត្តិធម៌នៅក្នុងព្រៃនេះយូរហើយតែអាត្មាមិនដែលឃើញលោកតាមកនឹងទេអញ្ចឹងមកជាអាត្មាឆ្ងល់ហើយព្រីខ្លាមិញហ្នឹងគឺលោកតាហ្នឹងជាអ្នកបង្ក្រាបមែនហើយពេលដែលគាត់សួរអញ្ចឹងលោកតាសុកហ្នឹងគាត់ក៏បានប្រាប់ថាកណាអ្នកបង្ក្រាបតែកណាមិនបានទៅផ្ដាច់ផ្ដិលជីវិតគេទេទេគុណកណាគ្រាន់តែបង្ក្រាបឲ្យពួកសត្វពីរខ្លាហ្នឹងវាកុំឲ្យមានភាពកាចសាហាវក្នុងខ្លួនខ្លាំងពេកអញ្ចឹងណាអញ្ចឹងព្រះសង្ឃក៏លោកស្ដាប់ហើយក៏លោកបានត្រឡប់ទៅវិញទៅបងប្អូនក្រោយមកទៀតព្រះសង្ឃទូដងមួយអង្គហ្នឹងលោកក៏បាននិយាយជាមួយនឹងលោកតាសុកដោយលោកបាននិយាយថាបើសិនជាញោមទំនេរណាទៅវត្តអាត្មាលេងផងព្រោះដោយសារតែវត្តអាត្មានៅចិត្តជ័យភ្នំនេះដែរទេហើយអាត្មាមកធ្វើទុដងហ្នឹងដោយសារតែអាត្មាចង់មកកន្លែងស្ងប់ទេញោមហើយក៏ជួបញោមនៅចែកដនក៏សួរសុខទុក្ខញោមតិចទៅដោយសារតែលោកតាហ្នឹងគាត់កាន់ដូចជាសិល5ដូចជាសិល8មិនទេបងប្អូនដូចជាច្បាស់ដែរដោយគាត់នឹងបាននិយាយថាពេលដែលគាត់បានជួបព្រះសង្ឃនឹងដំបូងគឺវាហាក់បីដូចជាមាននិស្ស័យជាមួយនឹងព្រះអង្គហ្មងគឺគាត់តែជួបលោកភ្លាមគឺលោកដឹងហ្មងព្រះសង្ឃដឹងថាលោកតាសុកហ្នឹងគាត់បានមកក្រាបសត្វពីរខ្លានៅលើភ្នំហ្នឹងតែព្រះសង្ឃទូដងមួយអង្គហ្នឹងបងប្អូនគាត់ក៏ធ្លាប់ជួបដែរព្រះអង្គក៏ធ្លាប់ជួបសត្វព្រីខ្លានឹងដែរនៅលើភ្នំហ្នឹងតែពពួកព្រីខ្លាហ្នឹងគឺវាមិនអាចធ្វើអីព្រះអង្គបានទេដោយសារតែពួកហ្នឹងអានុភាពរបស់វាអាចឈ្នះព្រះសង្ឃទូដងមួយអង្គហ្នឹងទេអញ្ចឹងពេលដែលគាត់បានជួបនឹងព្រះសង្ឃទូដងមួយអង្គហ្នឹងគាត់មានអារម្មណ៍ថាគាត់សប្បាយចិត្តដែរដោយសារតែគាត់បានជួបព្រះសង្ឃនៅពេលយប់ណាហើយជួបពេលយប់ទៅបងប្អូនម៉ោង 2:10 យប់ស្ងាត់ជ្រាបហើយព្រះអង្គក៏លោកមុនមកព្រោះកន្លែងដែលលោកបដិបត្តិធម៌ហ្នឹងគឺនៅមិនឆ្ងាយពីលោកតាម្នាក់ហ្នឹងទេតើលោកតាហ្នឹងគាត់ប្រហែលជានៅ100ម៉ែត្រពីគ្នាបងប្អូនហើយព្រះអង្គលោកឮសំឡេងពពួកព្រីខ្លានឹងវាស្រែកដោយសារអីបងប្អូនស្រែកដោយសារតែលោកតាម្នាក់ហ្នឹងគាត់បានប្រើស្នារបស់គាត់ឬក៏ធ្នូណាបាញ់ទៅលើសត្វពីរខ្លាហ្នឹងវាស្រែកគងរពងក្នុងព្រៃនឹងខ្លាំងពេកក៏ព្រះអង្គក៏លោកឆ្ងល់ថាមានរឿងអីក៏លោកបាននិមន្តមកកន្លែងលោកតាសុកហ្នឹងហើយពេលនោះបងប្អូនលោកតាសុកក៏បានយកនៅទឹកឬក៏ហៅថាជាចង្ហាន់នៃដើម្បីប្រគេនព្រះសង្ឃដើម្បីឲ្យលោកឆាន់ណាព្រោះពេលយប់លោកឆាន់ដូចជាទឹកក្រូចស្ករគ្រាប់ដោះគោឲ្យបានបងប្អូនហើយគាត់ក៏បានប្រគេនជាទឹកផ្លែឈើចឹងទៅកាន់ព្រះសង្ឃទូដងដើម្បីឲ្យលោកឆាន់ហើយលោកគាត់អាចឆាន់របៀបដូចជាបាយម្ហូបឲ្យបានទេពេលយប់ច្បាប់ក្នុងសាសនាពុទ្ធគឺអត់អាចហូបបាយឆាន់បាយឲ្យពេលល្ងាចបានទេអញ្ចឹងបករឿងយើងវិញទៅពេលដែលព្រះសង្ឃទូដងមួយអង្គហ្នឹងលោកបានទទួលនៅចង្ហាន់ហៅថាជាភេសជ្ជៈអីពីលោកតាសុកនឹងហើយហ្នឹងលោកតាសុកក៏បានថ្វាយបង្គំលាណាថ្វាយបង្គំលាព្រះអង្គពេលដែលលោកនិមន្តទៅវិញក៏លោកតាសុកក៏ដឹងដែរថាព្រះអង្គហ្នឹងក៏លោកចេះអាគមចេះអំបាំងកាយដែរណាគ្រាន់តែលោកតាសុកគាត់ងាកភ្នែកមកផ្លែតណាបងប្អូនងាកបន្តិចងាកមកវិញបាត់លោកតាបាត់ប្រសងនឹងឆឹងវាថាអត់ដឹងថាទៅណាទេបងប្អូនបាត់ប្រសងនឹងឆឹងអត់ដឹងទៅណាអញ្ចឹងគាត់គ្រាន់តែងាកហ្វាច់បាត់ឆឹងអញ្ចឹងគាត់គិតក្នុងចិត្តដែរលោកតាសុកគាត់ថាអូព្រះអង្គនេះមិនធម្មតាទេការចេះចាំឬក៏ហៅថារិទ្ធានុភាពរបស់ព្រះអង្គខ្លាំងណាគាត់នឹងកលេចមកផ្លែតបាត់ណាហើយលោកតាហ្នឹងគាត់ក៏ចេះដែរតែគាត់មិនសូវប្រើប្រហែលទេអារឿងបំបាំងកាយរឿងអីដែលយើងលាក់មិនឲ្យគេឃើញណាគាត់សូវប្រើឯងមិនតែគាត់មិនចេះអាគុំមួយហ្នឹងគឺតាមតែដឹងគាត់ធ្លាប់រៀនពីតាទួតរបស់គាត់ដែរតាសុកហ្នឹងតាទួតហ្នឹងគាត់បង្រៀនតែគាត់ថាគាត់មិនបានរំលឹកនៅវិជាហ្នឹងគាត់ភ្លេចដែរណាគាត់មិនដឹងថាបំបាំងកាយយ៉ាងម៉េចណាអញ្ចឹងគាត់ចាប់ផ្ដើមនិយាយជាមួយនឹងអ្នកភូមិដែលគាត់ធ្វើ
ស្រែចម្ការឬក៏ដាំដំណាំអីនៅចិត្តជើងភ្នំហ្នឹងហើយគាត់ចុះពីលើភ្នំមកវិញទៅពេលព្រឹកណាពេលដែលមកដល់អ្នកភូមិក៏បានឃើញដែលគាត់ធ្វើដាំដំណាំអីចឹងហ្នឹងបានឃើញគាត់សួរថាលោកតាភ្នំហ្នឹងសម្បូរព្រាយច្រើនណាលោកតាអាចត្រឡប់មកវិញបានណាលោកតាប្រកែមែនលោកតាសុកគាត់ទៅលឺអញ្ចឹងទេប្រកែអីចៅតាហ្នឹងទៅដើម្បីកម្ចាត់ព្រាយមកក្រាបព្រាយតើតាមិនទៅសម្លាប់ប្រាច់ផ្ដិលជីវិតគេណាចៅតាឯងតាឯងលោកតាហ្នឹងបើសិនជាលោកតាមកក្រាបគេបានមែនណាលោកតាយកសាកសពគេមកបានគេជឿហើយលោកតាមកតែឯងអញ្ចឹងគេមិនជឿលោកតានិយាយឲ្យមានផុសតាងផងណាអ្នកសុកនេះជីគល់ហ៎បងប្អូនចៅអើយចាប់បាច់ផុសតាងចៅឯងទៅមើលខ្លួនឯងទៅនៅលើភ្នំហ្នឹងចៅឯងមិនចេះអាគមទេមិនបាច់ទៅទេដូចយកជីវិតហ្នឹងទៅចោលក្នុងព្រៃហ្នឹងអញ្ចឹងដូចជាតាធ្លាប់ប្រាប់ហើយខ្ញុំនិយាយដល់វីដេអូបងប្អូនអញ្ចឹងពេលនោះបងប្អូនគាត់ចាប់ផ្ដើមអត់មាននិយាយអីជាមួយនឹងអ្នកភូមិអីច្រើនទេគោលដៅរបស់គាត់គឺសំដៅទៅផ្ទះមកពេលដែលចូលទៅក្នុងភូមិអ្នកភូមិគាត់ផ្អើលឆោឡោហ្មងគាត់ថាអូតាសុកមកតាគុំខ្លាំងមកហើយពេលដែលត្រឡប់ចូលទៅក្នុងផ្ទះគាត់ណាអ្នកភូមិហ្នឹងពាត់ផ្ទះគាត់ចិត្តហ្មងពាត់ហ្នឹងមិនមែនថាទៅធ្វើបាបគាត់ទេបងប្អូនគឺពាត់ហ្នឹងដើម្បីសួរពីរឿងរ៉ាវដែលកើតឡើងចំពោះគាត់នៅក្នុងតំបន់ព្រៃភ្នំដែលសម្បូរទៅដោយអមនុស្សខ្មោចឬក៏ព្រាយបិសាចអញ្ចឹងណាគាត់សួរពីមូលហេតុទេអ្នកភូមិហ្នឹងអញ្ចឹងគាត់សួរថាលោកតាទៅដូចជាមួយអាទិត្យជាងហើយលោកតាបានបង្ក្រាបអីខ្លះនៅលើភ្នំមួយហ្នឹងហើយលោកតាសុកក៏គាត់មិនទៅលាក់បាំងអីដែរគាត់ថានៅលើភ្នំហ្នឹងគឺសម្បូរសត្វព្រាយខ្លាច្រើនក៏ប៉ុន្តែខ្ញុំបានបង្ក្រាបអស់ហើយបើសិនជាពួកចៅឬក៏អ្នកភូមិនេះមិនជឿទេណាអាចទៅពិសោធន៍ខ្លួនឯងបានតែខ្ញុំគ្រាន់តែបង្ក្រាបទេតែខ្ញុំមិនអាចថាសម្លាប់ប្រាច់ផ្ដិលនឹងជីវិតគេបានទេដោយសារតែគាត់ដូចខ្ញុំនិយាយអញ្ចឹងគាត់កាន់ដូចជាសិល8សិល5សិល8ហ្នឹងអញ្ចឹងគាត់អត់អាចសម្លាប់ប្រាច់ផ្ដិលជីវិតគេបានទេខ្លាចដាច់ផ្ដិលណាអញ្ចឹងលោកតាសុកគាត់បាននិយាយអញ្ចឹងហើយអ្នកភូមិក៏គាត់មិនសូវជឿមកដែរគាត់ថាដូចនិយាយមិនអញ្ចឹងគាត់ថាបើសិនជាលោកតាហ្នឹងអាចបង្ក្រាបគេបានមែនណាលោកតាមិនមែនត្រឡប់មកដៃទេអញ្ចឹងទេត្រូវយកសាកសពព្រាយខ្លានៅមកផងអញ្ចឹងគាត់អត់និយាយអីទេដោយសារតែគាត់អត់មានអីពាក្យអីត្រូវបកស្រាយជាមួយអ្នកភូមិគាត់និយាយថាមួយម៉ាត់ឯខ្លីទេគាត់ថាចាប់ពីថ្ងៃហ្នឹងទៅអ្នកដែលរស់នៅក្នុងភូមិហ្នឹងតាសូមបញ្ជាក់បន្តិចចូលធ្វើទង្វើល្អបុណ្យកុសលធ្វើអ្វីដែលជាទង្វើដែលល្អខ្លាំងហ្មងណាហើយអ្វីដែលមិនល្អកុំធ្វើឲ្យសោះហើយតាប្រាប់នេះប្រាប់យកតែបន់ទេហើយពួកចៅអ្នកភូមិដែលរស់នៅក្នុងភូមិបើមិនស្ដាប់ទេអាហ្នឹងក៏ទៅតាមចិត្តរបស់គេទៅអញ្ចឹងអ្នកភូមិគាត់ពេលខ្លះគាត់ស្ដាប់បាត់យល់ជើធ្វើល្អធ្វើដល់ម៉េចណាបានន័យថាគាត់ហ្នឹងគឺបដោសចិត្តឲ្យអ្នកភូមិនឹងមានការស្រឡាញ់គ្នាទៅវិញទៅមកចេះយកអាសាគ្នាទៅវិញទៅមកចេះធ្វើនឹងទង្វើល្អមិនកាប់សម្លាប់អ្នកដទៃធ្វើនៅទង្វើសុចរិតផ្សេងមិនទៅធ្វើទង្វើទុច្ចរិតទេណាបងប្អូនបញ្ជាក់កន្លែងហ្នឹងតិចអញ្ចឹងលោកតាគាត់មានគោលបំណងល្អខ្លាំងណាស់ដោយក្នុងភូមិហ្នឹងគឺមានអ្នកភូមិ10នាក់ដែលសិតសឹងតែជាកន្លោះអាយុប្រហែលជា22ឆ្នាំ23ឆ្នាំគាត់បានមកអាស្រមរបស់លោកតាសុកហ្នឹងដើម្បីថ្វាយបង្គំគាត់សុំគាត់ហ្នឹងរៀនមន្តអាគមដើម្បីការពារខ្លួនណាហើយគាត់មកថ្វាយបង្គំហើយហ្នឹងក៏បាននិយាយគាត់និយាយថាគ្រូហ្មងទៅលោកគ្រូកណាខ្ញុំសុំរៀនអាគមពីលោកគ្រូផងហើយលោកគ្រូចេះអីខ្លះខ្ញុំសូមរៀនផងគាត់និយាយរៀងឆ្កងតិចអ្នកភូមិម្នាក់ហ្នឹងមិនអេដមីនឆ្កងខ្ញុំនិយាយថាអ្នកភូមិគាត់និយាយទេអញ្ចឹង
លោកតាសុកគ្រាន់តែលឺអញ្ចឹងគាត់អត់បរៀនទេគាត់ថាពួកចៅឯងណាបើសិនជាតាបង្រៀនទៅចៅឯងហ្នឹងយកអាគមរបស់តាហ្នឹងទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ណាចៅឯងគឺប្រកាសជាត្រូវបែកអាគមស្លាប់ហ្មងព្រោះអាគមរបស់គាត់បរៀនទៅកាន់នរណាម្នាក់តើតើអ្នកហ្នឹងមាននិស្ស័យជាមួយគាត់បានគាត់បង្រៀនបានបើសិនជាអ្នកហ្នឹងអត់មាននិស្ស័យមួយគាត់ទេគឺគាត់អត់បង្រៀនទេនិស្ស័យហ្នឹងបើន័យថាពីមុនមកម្នាក់ហ្នឹងគឺធ្លាប់ធ្វើបុណ្យជាមួយគាត់ធ្លាប់ធ្វើនៅទង្វើល្អជាមួយគាត់អញ្ចឹងបងប្អូនបានកើតមកជាមួយគ្នាគឺហៅថាមានឧបនិស្ស័យជាមួយគ្នាហ្មងអញ្ចឹងអ្នកទាំង10នាក់ហ្នឹងគឺមាន5នាក់ដែលហៅថាមានឧបនិស្ស័យជាមួយនឹងលោកតាសុកហ្នឹងគាត់បានទទួលសិស្ស5នាក់ហ្នឹងហើយ5នាក់ទៀតគាត់អត់ទទួលយកទេដោយសារតែអ្នកភូមិ5នាក់ហ្នឹងធ្លាប់កាប់សម្លាប់គេច្រើនអញ្ចឹងហៅថាគាត់មានអំពើបាបច្រើនអញ្ចឹងបងប្អូនអញ្ចឹងគាត់អត់ទទួលទេគាត់ទទួលយកតែ5នាក់ទេបងប្អូនដើម្បីធ្វើជាសិស្សរបស់គាត់ហ្មងណាអញ្ចឹងអ្នកដែលទាំង5នាក់ហ្នឹងគាត់បានថ្វាយបង្គំគ្រូរបស់គាត់3ដងដោយមុនវិជារបស់គាត់ទី1គឺគាត់ត្រូវចាក់សាក់ឲ្យសិស្សរបស់គាត់ព្រោះលោកតាមហ្នឹងគាត់ចាក់សាក់ខ្លាំងពូកែខ្លាំងនៅក្នុងភូមិហ្នឹងគឺអត់មានអ្នកណាខ្លាំងជាងគាត់ទេហើយសាក់យ័ន្តរបស់គាត់ហ្នឹងបងប្អូនគឺបញ្ចុះទៅដោយមុនគាថាដែលពូកែខ្លាំងកាប់មិនមុតដុតមិនឆេះហៅថាប្រឡាក់ផេះមិនស្អុយទេបងប្អូនតែជាពាក្យប្រាណខ្មែររបស់យើងហ្នឹងហើយគាត់រៀងកំ pl ៃនៅនឹងទីបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមយកឈើអាស័យមួយព្រោះខ្មែរបរមរានយើងមកគឺគាត់អត់សូវប្រើអីដែកអីដូចជាសម័យឥឡូវម៉ូទ័រអីទេបងប្អូនគឺប្រើឈើអាស័យដែលមុតស្រួចខ្លាំងមែនទែនដែលជាឈើអាស័យដែលបញ្ចុះទៅដោយមន្តអាគមហើយគាត់ដាក់ទឹកថ្នាំរបស់គាត់ហ្នឹងបុកទៅលើសាច់សិស្សរបស់គាត់ហ្នឹងមកហើយសិស្សរបស់គាត់ហ្នឹងក៏បានសួរដែរគាត់ថាលោកតាសាក់លោកតាដែលចាក់មកលើខ្លួនខ្ញុំហ្នឹងតើជាសាក់អ្វីអញ្ចឹងលោកតាក៏បានប្រាប់តែទៅជាគ្រូណាថាសាក់ដែលតាចាក់ទៅឲ្យចៅនេះជាសាក់ដែលការពារខ្លួនពីពពួកខ្មោចអមនុស្សឬក៏ពពួកណាដែលចង់ធ្វើបាបចៅឬក៏សិស្សឯងនេះកុំឲ្យមានបញ្ហាអីសូម្បីតែដាវធម្មតាណាកាប់លើសាច់របស់សិស្សឯងនេះក៏កាប់អត់ដាច់ដែរគាត់ហ៊ានអះអាងអញ្ចឹងហើយគាត់ធានាទៀតហើយអ្នកដែលរៀនជាមួយគាត់ណាបងប្អូនគឺត្រូវតមអាហារ10យ៉ាងហ្នឹងស្អីខ្លះបងប្អូនទី1គឺមិនអាចបរិភោគសត្វពស់បានទេទី2គឺមិនអាចបរិភោគសាច់សំណក់បានទេហៅថាសាច់ឆ្កែបងប្អូនតែបរិភោគប៉ុណ្ណឹងគឺបានន័យថាសាក់របស់គាត់ឬក៏អាគមរបស់គាត់ហ្នឹងវាត្រូវវាថាសាប្រលាបអស់ហ្មងណាវាអត់មានប្រសិទ្ធភាពអីទេអញ្ចឹងគាត់ឲ្យបរិភោគនៅសត្វពួកហ្នឹងទេសត្វសេះសត្វតម្រៃសត្វខ្លាយហ្នឹងគឺឲ្យបរិភោគទេហូបបានតែត្រីមាន់ទាខ្ចៅខ្ចងហូបបានធម្មតាអញ្ចឹងគាត់បានប្រាប់ពីតំណម10យ៉ាងទៅកាន់សិស្សរបស់គាត់ហើយសិស្សរបស់គាត់ហ្នឹងក៏បានដឹងថាគ្រូរបស់គាត់នឹងមានគោលបំណងល្អក៏អរគុណទៅហើយអាគមទី1ដែលគាត់រៀនដូចខ្ញុំនិយាយមិញអញ្ចឹងគាត់ចាក់សាក់ពីលើសាច់របស់សិស្សគាត់ហ្នឹងគឺបញ្ចុះទៅដោយមន្តអាគមហើយគាត់ចាប់ផ្ដើមបង្រៀនហ្មងមន្តអាគមទី1គឺគាត់រៀនអំពីមន្តអាគមការពារខ្លួនពីពួកខ្មោចអមនុស្សព្រាយបិសាចទាំងឡាយដែលព្យាយាមតាមសម្លាប់គាត់អញ្ចឹងណាអញ្ចឹងគាត់រៀនវិជ្ជាទី1ដែលគាត់រៀនហ្នឹងគឺចំនួនខ្មែរបរមរានយើងមកពីចំនួនមុនគឺគេរៀនតែស្លឹករឹតទេបងប្អូនចាដោយស្លឹករឹតណាអត់មានសិភៅមានអីទាំងទេគឺកម្រមានណាអញ្ចឹងគាត់រៀនដំបូងគឺគាត់រៀនបាលីការពារខ្លួនហ្នឹងគាត់ទិញមួយថ្ងៃ3គាថាទិញចុះទិញឡើងទម្រាំតែចេះបងប្អូនចិត្តមួយឆ្នាំគ្រាន់តែវិជ្ជាទី1ណាចិត្តមួយឆ្នាំបានគាត់រៀនចេះបងប្អូនអាចការពារខ្លួនបានណាហើយសិស្សខ្លះហ្នឹងគាត់វាថាមានអារម្មណ៍ថាខ្ជិលដែរវាធម្មតាបងប្អូនសូម្បីតែបងប្អូនរៀនសពថ្ងៃក៏មានអារម្មណ៍ថាធុញ stress នៅក្នុងខួរក្បាលដែរមែនទេ
cho tụi nóរៀនមុនអាគមរយៈពេល1ឆ្នាំធ្លាប់ចេះមកគាថាមក3គាថាហ្នឹងងាយណាស់បងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមលើកទឹកចិត្តសិស្សរបស់គាត់ថាមុនវិជ្ជាទី1ហ្នឹងរៀន1ឆ្នាំសិស្សឯងថាធុញមែនទេចំណែកតាវិញការតាគេថាគ្រូណាគ្រូវិញការរៀនពីចំនួនមុនណារៀនមួយគ្រូតារបស់តានេះ1ឆ្នាំកន្លះទៅ2ឆ្នាំបានអាចតាចេះបានវិជ្ជាមួយហ្នឹងណាអញ្ចឹងចៅឯងសំណាងខ្លាំងបានតាបង្រៀននោះពេលដែលសិស្សទាំងអស់គ្នាហ្នឹងគាត់បានចេះនៅមុនវិជ្ជាហ្នឹងហើយបងប្អូនគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ហ្នឹងគឺហាក់បីដូចជាមានអ្វីការពារខ្លួនខ្លាំងខ្ពស់មែនទែនវាខុសប្លែកពីធម្មតាហើយពេលដែលគាត់ចេះនៅមុនគាថាទី1នឹងហើយមុនគាថាទី2រៀនរយៈពេល2ឆ្នាំបានចេះយូរជាងមិញទេបងប្អូនដោយលោកតាសុកហ្នឹងគាត់បាននិយាយប្រាប់ទៅកាន់សិស្សរបស់គាត់ថាចៅឯងណាបើចេះហើយហ្នឹងកុំយកគុំតាទៅសាកគ្នាណានិយាយគ្នាហើយបើសិនជាមានសិស្សណាហ៊ានពៀននៅថាពាក្យសម្ដីរបស់គ្រូនឹងបង្សាបមុនអាគមដែលគ្រូបានបរៀនណាបន្សាបចេញទាំងអស់អញ្ចឹងធម្មតាបងប្អូនគ្រូមួយមិនបង្រៀនសិស្សឲ្យអស់មិនគេទុកមកក្បាច់ពីរក្បាច់ដើម្បីបង្ក្រាបសិស្សនឹងដែរអញ្ចឹងលោកគ្រូហ្នឹងគាត់បានហៅសិស្សទាំង5នាក់របស់គាត់ហ្នឹងដោយមានសិស្សម្នាក់ហ្នឹងគាត់ចំណែននឹងសិស្សម្នាក់ទៀតណាធម្មតាទេបងប្អូននៅក្នុងក្រុមគ្រួសារមួយនៅក្នុងថ្នាក់រៀនមួយវាតែងតែមានការចំណែនឈ្នានីសគ្នាទៅវិញទៅមកធម្មតាទៅហើយវាជាធម្មជាតិរបស់មនុស្សទេបងប្អូនវាអត់ប្លែកទេអញ្ចឹងគឺមានសិស្សម្នាក់ហ្នឹងគាត់ចំណែនទៅលើសិស្សម្នាក់ទៀតដោយសារតែមើលទៅគឺសិស្សម្នាក់ហ្នឹងគាត់យកចិត្តទុកដាក់បំរើគ្រូគាត់ខ្លាំងជាងខ្លួនអញ្ចឹងណាគេថាមើលទៅវាដូចជាយកមុខយកមាត់ច្រើនពេកអញ្ចឹងដូចជាគាត់ខឹងគ្រូរបស់គាត់ក៏ដឹងដែរតាហ្នឹងប្រៀបទៅដូចជាគាត់ដឹងចិត្តមនុស្សអញ្ចឹងបងប្អូនគាត់ដឹងថាសិស្សណាល្អសិស្សណាមិនល្អអញ្ចឹងក៏គាត់ហៅសិស្សម្នាក់ទៀតមកដែលជាសិស្សរបស់គាត់ដែរហ្នឹងគាត់ថាសិស្សទាំងអស់គ្នាណាបើសិនជារៀនជាមួយគ្រូក៏មានការចំណែនគ្នានេះគ្នាទៅវិញទៅមកអីបើសិស្សទាំងអស់គ្នាចំណែនគ្នានេះគ្នាទៅវិញទៅមកណាសេចក្តីសុខនៅក្នុងក្រុមគ្រួសារមួយនៅក្នុងក្រុមមួយហ្នឹងគឺมันអាចរីកចម្រើនឡើងទៅមុខបានទេអញ្ចឹងគាត់និយាយចំហ្នឹងគាត់ហៅសិស្សម្នាក់ដែលចំណែនសិស្សម្នាក់ទៀតហ្នឹងគាត់ថាបើសិនជាសិស្សឯងណាចំណែនគេសិស្សឯងទៅធ្វើឲ្យលើសគេទៅធ្វើទង្វើណាដែលគេស្រឡាញ់ឬក៏គេចូលចិត្តឲ្យច្រើននោះសិស្សឯងហ្នឹងគឺបានទទួលជោគជ័យហើយគាត់ចង់បានន័យថាឲ្យគាត់ហ្នឹងគឺមានភាពឧស្សាហ៍នៅក្នុងខ្លួនព្រោះសិស្សម្នាក់ហ្នឹងគឺគាត់មិនសូវយកចិត្តទុកដាក់រៀនប្រហែលទេគឺគាត់ច្រើនតែរៀនហើយឈប់បន្ទិញអញ្ចឹងណាបន្ទិញបល័យរបស់គាត់ហ្នឹងរៀនហើយទុកចោលអញ្ចឹងទៅទុកសិភៅស្លឹករឹតនឹងចោលមកអត់មានរៀនអីទៀតទេគឺមិនដឹងថាមូលហេតុអីទេគាត់មាននិស្ស័យជាមួយនឹងលោកតានឹងហើយបែរជាគាត់ហ្នឹងមិនអាចហៅថាមានភាពឧស្សាហ៍នៅក្នុងខ្លួនទៀតណាមិនដឹងថាមូលហេតុអីទេហើយលោកតាបែបហ្នឹងគាត់តែងតែបង្ហាត់បង្រៀនសិស្សគាត់រហូតតតែសិស្សគាត់ណាចេះមុនគាថា2 3បងប្អូនដូចជា3គាថាហ្នឹងគឺបានន័យថាជាគាថាដែលការពារខ្លួនខ្លាំងមែនទែនហើយគ្រូមន្តអាគមនៅក្នុងភូមិហ្នឹងគាត់តែឃើញតាហ្នឹងគាត់បរៀនសិស្សភ្លាមពេបមកបងប្អូនតើវាមិនខ្មេះទេរៀនស្អីមួយតាហ្នឹងចេះស្អីលេងអញលេងឈ្នះផងគឺបរៀនគេមិនវាថាពេបជ្រាយលោកតាសុកនឹងខ្លាំងមែនទែនតែតាសុកហ្នឹងគាត់ចិត្តធ្ងន់ណាបងគាត់អត់ហ៊ានធ្វើអីគេទេគាត់អត់មកទេនៅស្ងៀមហ្មងហើយពេលនោះសិស្សរបស់គាត់ហ្នឹងក៏លឺដែរលឺគ្រូមន្តអាគមដែលនៅក្នុងភូមិនឹងដែរណាគាត់ថាគាត់សួរទៅគ្រូគាត់ថាលោកគ្រូ
លោកគ្រូអត់ដឹងថាគ្រូមន្តអាគមហ្នឹងថាឲ្យលោកគ្រូទេគ្រូលឺអត់ហើយលោកតាគាត់ថាតាលឺតែតាអត់មកទេតាទុកឲ្យគេអួតសិនទៅតែតាក៏មិនធ្វើអីគេដែរបើគេមិនធ្វើអីតាក៏អត់ធ្វើអីគេដែរគាត់និយាយជាភាសាតានឹងចៅបងប្អូនអញ្ចឹងលោកតាហ្នឹងគាត់ចាប់ផ្ដើមទុកអាស្រមហ្នឹងនៅផ្ទះទៀតដែរទុកកន្លែងឲ្យសិស្សរបស់គាត់ហ្នឹងមើលដោយសារតែគាត់មានទុរៈទៅតាមភូមិស្រុកទៀតដែរគាត់ទៅហ្នឹងទៅដើម្បីសង្គ្រោះគេណាអញ្ចឹងគាត់ក៏បានផ្ដាំផ្ញើទៅកាន់សិស្សរបស់គាត់ទាំង5នាក់ហ្នឹងគាត់ថាស្អែកហ្នឹងគ្រូហ្នឹងទៅវល់ទៅខាងថាភូមិផ្សេងអញ្ចឹងពួកចៅឬក៏សិស្សឯងណាជួយមើលអាស្រមតាផងហើយគាត់បានផ្ដាំផ្ញើរៀងច្រើនដែរណាហើយសិស្សរបស់គាត់ក៏ឆ្ងល់ថាលោកគ្រូទើបទៅប្រហែលថ្ងៃមុនឥឡូវទៅទៀតហើយទៅមានការអីលោកគ្រូអញ្ចឹងសិស្សរបស់គាត់ក៏ឆ្ងល់ក៏សួរថាបាច់ចាំសួរទេចាំមកវិញចាំគ្រូប្រាប់គាត់ប្រមូលវ៉ាន់ថងជាងរបស់គាត់ហ្នឹងទៅទៀតដោយមានបបិចអីទីទួចអញ្ចឹងមានអាហារអីទីទួចអញ្ចឹងដោយគាត់ទុកអាស្រមរបស់គាត់នៅក្នុងភូមិហ្នឹងហើយអាស្រមរបស់គាត់នៅក្នុងបន្ទប់របស់គាត់គឺអត់មាននរណាហ៊ានចូលទេបងប្អូនគឺនៅខាងមុខទ្វារហ្នឹងគឺមានសីមាក្រាស់មែនទែនហើយក្នុងបន្ទប់ហ្នឹងគឺសិតតែរបស់សំខាន់ជាមាសជាប្រាក់ហៅថាជាព្រះអង្គប្រាក់ហ្មងជាព្រះអង្គមាសហ្មងចូលអត់បានទេមនុស្សសាមញ្ញធម្មតាគឺមិនអាចចូលបានបងសូម្បីតែអ្នកដែលចេះអាគមស្មើគាត់ហ្នឹងក៏ចូលអត់បានដែរហើយវារបៀបថាគាត់ចាក់សោបន្ទប់គាត់ហ្មងណាស្វែសិស្សរបស់គាត់ហ្នឹងក៏គាត់ហាមដែរគាត់ថាបើសិនជាតាចេញទៅឬក៏គ្រូចេញទៅណាពួកសិស្សឯងអត់មានសិទ្ធអីចូលទៅក្នុងបន្ទប់របស់គ្រូទេណាគ្រូផ្ដាំទុកឲ្យហើយគាត់និយាយមិនគម្រាមទេគាត់គ្រាន់តែប្រាប់ទេបងប្អូនអញ្ចឹងសិស្សរបស់គាត់5នាក់ហ្នឹងគាត់ថាអត់អីទេលោកគ្រូចាំខ្ញុំរៀបចំអាស្រមលោកគ្រូឲ្យស្អាតហើយចាំលោកគ្រូមកវិញថាអញ្ចឹងស្អែកហ្នឹងឲ្យទៅគាត់ក៏បានធ្វើដំណើរទៅភូមិស្រុកមួយទៀតតែនៅមិនឆ្ងាយពីភូមិគាត់ប្រហែលទេដោយពេលដែលគាត់ទៅគឺគាត់បានចូលទៅក្នុងភូមិហ្នឹងគឺវាហាក់បីដូចជាស្ងាត់ហើយមានតែមនុស្សតែមួយទេហើយគាត់ឆ្ងល់គាត់សួរថាចៅភូមិហ្នឹងស្ងាត់មែនចៅហើយមនុស្សម្នាទៅណាអស់ហើយតាហើយភូមិហ្នឹងពីមុនមកធ្លាប់មានខ្មោចឬក៏អាមនុស្សចូលលុកលុយទៀតហើយតាហើយពួកភូមិគាត់ហ្នឹងព្រាយអាមនុស្សហ្នឹងគឺបង្ក្រាបអស់ហើយភូមិផ្សេងវានៅតែមានបងប្អូនព្រោះឲ្យតែថ្ងៃសិលហ្នឹងគឺក្នុងភូមិស្រុកហ្នឹងគឺមានកូនស្រីអ្នកភូមិម្នាក់ហ្នឹងគឺត្រូវខ្មោចចូលឬក៏ព្រាយក្បាល8ឲ្យចូលអញ្ចឹងណាចូលហ្នឹងប្រកាច់ហើយឲ្យដល់តែថ្ងៃពេញបរមីឬក៏ថ្ងៃដែលត្រូវអ្នកភូមិហ្នឹងគាត់ដាក់ដង្វាយសែនឲ្យពួកខ្មោចប្រែតហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ពិបាកចិត្តហើយដោយសារតែពេលដែលយើងអត់មានដង្វាយឲ្យគេធ្វើបាបកូនស្រីឬក៏កូនអ្នកភូមិដែលរស់នៅក្នុងភូមិហ្នឹងណាហើយមានអ្នកភូមិខ្លះហ្នឹងគាត់ក៏និរទេសចេញពីភូមិហ្នឹងដែរអញ្ចឹងបានអត់សូវមានមនុស្សរស់នៅក្នុងភូមិហ្នឹងទេបងប្អូនគឺវាស្ងាត់ចងំខ្លាំងមែនទែនដូចចោលលុយសេះអញ្ចឹងលោកតាហ្នឹងគាត់ចាប់ផ្ដើមមិនដឹងអ្នកភូមិទៀតណាព្រោះគាត់ចេះជួយគេច្រើនណាបងប្អូនលោកតាម្នាក់ហ្នឹងតាសុកហ្នឹងគាត់ជួយគេច្រើនមែនទែនអញ្ចឹងគាត់ក៏បានឲ្យជាយ័ន្តខ្សែកថាម្នាក់មួយការពារខ្លួនណាគាត់ប្រាប់តែយកខ្សែនេះទៅពាក់ទៅញប់ឡើងនឹងដេកលក់ស្កប់ស្កល់ហើយអត់មានអីធ្វើបាបទេដូចចិត្តបងប្អូនគាត់អ្នកភូមិគាត់បានខ្សែកថាខ្សែអំបោះម្នាក់មួយហ្នឹងគាត់ចងដៃហ្នឹងហើយលោកតាហ្នឹងគាត់បញ្ចុះបល័យអីហើយការពារខ្លួនពីខ្មោចព្រាយវិសាចអញ្ចឹងបញ្ចុះបល័យអីហើយហ្នឹងគាត់ចាប់ផ្ដើមបន្តដំណើរទៅមុខទៀត
ហើយគាត់ឲ្យរបស់ការពីខ្លួនហើយណាចឹងអ្នកភូមិគាត់បានហើយហ្នឹងគាត់ដេកពេលយប់មានអីបងប្អូនសាកសិទ្ធមែនខ្មោចពីពិសាចហ្នឹងមិនអាចធ្វើអីអ្នកភូមិបានទេបងប្អូនដោយសារតែអំណាចខ្សែកថាឬក៏ខ្សែអំបោះរបស់គាត់ហ្នឹងបញ្ចុះមន្តអាគមខ្លាំងពេកណាអញ្ចឹងពួកអមនុស្សហ្នឹងវាអាចធ្វើអីឬក៏បៀតបៀនទៅកាន់អ្នកស្រុកអ្នកភូមិនឹងបានទេបងប្អូនវាហាក់បីដូចជាអាគមរបស់គាត់ហ្នឹងគឺខ្លាំងប្លែកពីខុសពីធម្មតាហ្មងណាអញ្ចឹងសម្រាប់អ្នកដែលដើរតាមភូមិតាមអីឃើញគាត់មិនសូវបងប្អូនកុំគិតថាគាត់មិនចេះអីណាគាត់ចេះតែលក្ខណៈថាគាត់ធ្វើខ្លួនជាមនុស្សសាមញ្ញធម្មតាបងប្អូនគឺអត់មានត្រូវអួតអាងអីទេអញ្ចឹងលោកតាម្នាក់គាត់ចាប់ផ្ដើមដើរទៅកាន់ភូមិផ្សេងមួយទៀតដែលនៅជាប់ភូមិនឹងដែរបងប្អូនដែលនៅជាប់ភូមិនឹងដែរពេលដែលគាត់ទៅគឺភូមិហ្នឹងគឺមានមនុស្សអ៊ូអរច្រើនគាត់ចម្លែកចិត្តគាត់ថាមិញភូមិហ្នឹងគឺស្ងាត់តែម្ដងនេះមានមនុស្សច្រើនម្ល៉េះមនុស្សច្រើនដោយសារតែក្នុងភូមិហ្នឹងគឺមានហៅថាសេចក្តីសុខខ្លាំងមែនទែនណាដោយសារតែអត់មានខ្មោចពីវិសាចអីចូលយាយក្នុងភូមិស្រុករបស់ពួកគាត់អញ្ចឹងណាហើយគាត់ចេះឆ្ងល់ដែរហើយលោកតាហ្នឹងគាត់ចាប់ផ្ដើមឆ្ងល់គាត់សួរទៅកាន់អ្នកភូមិទៀតសួររហូតហ្មងណាពេលនោះអ្នកភូមិក៏បានឆ្លើយថាហេលោកតាស្លៀកពាក់ដូចខុសប្លែកពីធម្មតាហ្មងលោកតាមកពីខាងណាវិញអូខ្ញុំមកពីស្រុកឆ្ងាយចៅអើយហើយចៅហ្នឹងមានកន្លែងស្នាក់នៅអត់ឲ្យតាសុំស្នាក់មួយយប់ផងអូមានណាទទួលរាក់ទាក់តានឹងខ្លាំងមែនទែនបងប្អូនដោយសារតែអ្នកភូមិហ្នឹងគាត់បានដឹងពីសមត្ថភាពឬក៏អានុភាពរបស់លោកតាហ្នឹងគាត់ចេះមន្តអាគមខ្លាំងណាតែគាត់បានបនេចរមកដល់ភូមិគាត់ណាអញ្ចឹងគាត់ទទួលរាក់ទាក់ខ្លាំងមែនទែនហើយដូចជាមិនវែងឆ្ងាយប្រហែលទេបងប្អូនសម្រាប់សាច់រឿងដែលបានដំណើរនៅក្នុងវីដេអូទី1ណាអញ្ចឹងសម្រាប់បងប្អូនដែលថ្មីកុំភ្លេចជួយ Subscribe នៅ Channel ថ្មីរបស់ខ្ញុំបាទផងបងប្អូនណាដើម្បីទទួលបាននៅវីដេអូថ្មីឬក៏សាច់រឿងថ្មីពីខ្ញុំបាទទៀតដោយនិយាយអំពីមន្តអាគមខ្មោចព្រាយបិសាចអមនុស្សទាំងឡាយដែលជាសាច់រឿងរន្ធត់ណាខ្ញុំនឹងយកមកដំណើរទាំងអស់ដើម្បីពពាអារម្មណ៍ពុកម៉ែបងប្អូនដែលជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយវីដេអូក្រោយគឺខ្ញុំនឹងនិយាយអំពីរឿងដែលប្រិយមិត្តរបស់យើងម្នាក់ដែលគាត់បានចែកម្លែកមកដែរជារឿងខ្មោចមនុស្សឬក៏រឿងរន្ធត់ហ្មងដែលគាត់ជួបប្រទះនៅជីវិតគាត់ផ្ទាល់តែម្ដងហើយបងប្អូនប្រកាសជាបានស្ដាប់ទៀតហើយអញ្ចឹងសរុបមកវិញគឺលោកតាបែបហ្នឹងគាត់បានជួយសង្គ្រោះអ្នកភូមិជាច្រើនអំពីពពួកព្រាយដែលវាមានចិត្តចង់សម្លាប់អ្នកស្រុកអ្នកភូមិហ្នឹងដើម្បីកាន់កាប់នៅតំបន់ហ្នឹងហ្មងអញ្ចឹងអ្វីដែលលោកតាសុកគាត់បានធ្វើនេះគឺហៅថាជាអំពើល្អហៅថាជាបន់ខ្លាំងមែនទែនសម្រាប់អ្នកស្រុកអ្នកភូមិគាត់ជាអ្នកដែលប្រជាជនស្នូតត្រង់ណាគាត់មិនដឹងថាពពួកព្រាយឬក៏មនុស្សនោះវាចង់បានអ្វីប្រកបពីគាត់ទេឲ្យតែថ្ងៃសិលឬក៏ថ្ងៃពេញបរមីហ្នឹងក្នុងភូមិកណ្ដាលហ្នឹងគាត់តែងតែដាក់ដង្វាយសែនចេកសែនមាន់ទាអីហ្នឹងដាក់អស់ហើយបើសិនជាមិនដាក់ឲ្យគេទេណាកូនរបស់គាត់នឹងចុកពោះបកាច់ស្លាប់ក៏មានដែរបងប្អូនមិនដឹងថាមូលហេតុអីទេហើយតាមមិនដឹងគឺហើយជាភូមិហ្នឹងគាត់ត្រូវទំនាយគេអញ្ចឹងបងប្អូនត្រូវទំនាយគេបានពួកមនុស្សវាចូលគ្រប់គ្រងបានណាអញ្ចឹងតាហ្នឹងគាត់វាហាក់បីដូចជាគាត់ហ្នឹងគឺជាមនុស្សដែលមានបុណ្យផងគាត់ដើរតាណាណាហ្នឹងតែតែមានគេគោរពស្រឡាញ់រាប់អានខ្លាំងមែនទែនហើយលោកតាហ្នឹងគាត់ដូចជាខ្ញុំនិយាយដើមវីដេអូយ៉ាងហ្នឹងគាត់តាណាណាគាត់ច្រើនតែទៅតែម្នាក់ឯងទេគាត់អត់សូវដើរលក្ខណៈថាមានគ្នាមានអីទេគេថា solo ហ្មងណាញ៉េ solo ទេបងប្អូនអញ្ចឹងសាច់រឿងក្រោយបងប្អូនប្រកាសជាបានស្ដាប់នៅប្រភេទសាច់រឿងរន្ធត់ទៀតដែរដែលខ្ញុំបាននិយាយអំពីប្រិមិត្តយើងម្នាក់ណាគាត់បានចែកម្លែកក្នុង channel របស់ខ្ញុំដែរហើយខ្ញុំ
ទើបតែបង្កើតឡើងថ្មីទេបងប្អូនដូចខ្ញុំនិយាយតាមវីដេអូអញ្ចឹងគឺវាថ្មីសាឡាងតែហើយបងប្អូនអញ្ចឹងក៏សូមចិត្តបងប្អូនជួយគាំទ្រនិងជួយស្ដាប់នៅសាច់រឿងដែលខ្ញុំបានដំណើរនៅក្នុង channel នេះណាហើយក៏សូមជួយចុច Subscribe ម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅវីដេអូពីខ្ញុំថ្មីទៀតអញ្ចឹងថ្ងៃស្អែកប្រហែលជាខ្ញុំមានសាច់រឿងថ្មីទៀតហើយលោកតាសុកហ្នឹងគាត់មានបច្ចុប្បន្នហៅថាអាយុរបស់គាត់ហ្នឹងគឺក្បែរ70ឆ្នាំដែរបងប្អូនអាយុគាត់ច្រើនគួរសមដែរណាមែនថាគាត់ហ្នឹងគឺក្មេងទេតែសុកហ្នឹងគាត់វ័យរបស់គាត់ហ្នឹងគឺជរាខ្លាំងក៏ប៉ុន្តែកម្លាំងរបស់គាត់គឺហាក់បីដូចជាមនុស្សធំហ្មងបងប្អូនមនុស្សអាយុ27ឆ្នាំខ្លាំងមែនទែនដោយសារតែដំណើរថ្មើរជើងរបស់គាត់គឺគាត់ដើរឆ្ងាយណាលោកតាសុកហ្នឹងហើយវាមិនដឹងមិនបងប្អូនគាត់ដើរអត់សូវហត់ណាបើអេដមីនមិនបាច់ទេបងប្អូនគាត់ដើរថ្មើរជើងហ្នឹងហត់ក៏ខូបាត់ហើយអញ្ចឹងអូខេបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាចាំវីដេអូក្រោយគឺខ្ញុំនឹងព្យាយាមដំណើរបានវែងជាងនេះតិច